បាទសួស្តីបងប្អូនសិស្សានុសិស្សសូមក្រាបថ្លែងគុំគុណចាស់គ្រប់ព្រះអង្គដែលជាសាមណសិស្សហើយថ្ងៃនេះយើងមកសិក្សាតកតងទៅនឹងប្រធានបែបពន្យល់តកតងទៅនឹងច្បាប់ល្បើកថ្មីដែលជាស្នាដៃនិពន្ធរបស់កវីក្រមងុយបានលើកឡើងថាបើចង់ស្រាលខ្លួនរៀនសូត្រឲ្យមួនឲ្យមមឲ្យស្ទាត់បើកុំចេះស្ទាក់ស្ទើរល្ងីល្ងើឥតបត់បើចេះប្រកបប្រាក់រត់តាមហៅបាទអញ្ចឹងតើអត្ថន័យនៃច្បាប់ល្បើកថ្មីដែលតាក់តែងឡើងដោយកវីក្រមមួយហ្នឹងមានអត្ថន័យនិងខ្លឹមសារយ៉ាងណាថាចូលអ្នកបកស្រាយដោយលើកឧទាហរណ៍ក្នុងសង្គមនិងស្នាដៃអក្សរសិល្ប៍មកបញ្ជាក់បានច្បាស់លាស់បាទអញ្ចឹងយើងចូលទៅសិក្សាឲ្យបានដឹងពីរបៀបរបបនៃការសរសេរនិងរបៀបនៃការដោះស្រាយនិងការលើកជាតិលហេកនិងការចុះដើមបន្ទាត់ហើយក៏ថែមនឹងការប្រើប្រាស់ឃ្លាភ្ជាប់សេចក្តីមួយចំនួនអញ្ចឹងបងប្អូនទាំងអស់ចង់ចេះចង់យល់គួរតែសិក្សាស្វែងយល់ជាមួយលោកគ្រូនិងសិក្សាឲ្យបានច្រើនជាមួយនឹងវីដេអូផ្សេងទៀតជាដើមបាទអញ្ចឹងយើងមើលនៅក្នុងសេចក្តីអធិប្បាយនេះថាអ្នកប្រាជ្ញបណ្ឌិតព្រឹទ្ធកវីខ្មែរគ្រប់ជំនាន់រមែងបានបន្សល់ទុកនៅស្នាដៃជាច្រើនសម្រាប់កូនចៅខ្មែរជំនាន់ក្រោយក្នុងនោះព្រះភិរមភាសាអ៊ូហៅងុយត្រូវបានប្រជាជនខ្មែរចាត់ទុកជាកវីប្រកបដោយប្រជាប្រិយភាពខ្ពស់មួយរូបដែលបានតែងនិពន្ធនិងចងក្រងច្បាប់អប់រំជាច្រើនក្នុងចំណោមស្នាដៃទាំងអស់របស់លោកមានច្បាប់ល្បើកថ្មីមួយវគ្គពោលថាអញ្ចឹងយើងមើលពីនេះពីចំណុចខាងដើមនេះរហូតដល់ចំណុចនេះគឺជាលំនាំបញ្ហាដែលយើងមើលក្នុងលំនាំបញ្ហាផងដែរគឺស្មេបានសរសេរបានយ៉ាងល្អហើយសំណេរនេះលោកគ្រូបញ្ជាក់មិនមែនជាសំណេររបស់លោកគ្រូទេលោកគ្រូឃើញថាល្អហើយឃើញគេផ្ញើ Telegram គ្រប់គឺឃើញថាល្អក៏យកមកបរិយាយបន្ថែមហើយប្រាប់នៅចំណុចដែលសំខាន់ដែលបងប្អូនគួររៀនបន្ថែមតែប៉ុណ្ណោះបាទមិនមែនជាស្នាដៃរបស់គ្រូទេអញ្ចឹងការសរសេរនេះគឺបង្ហាញដំបូងឡើយគឺពីលំនាំបង្ហាញពីអ្នកប្រាជ្ញព្រឹទ្ធបណ្ឌិតយ៉ាងទៅរហូតដល់បង្ហាញនាមដែលជាតួអង្គនៅក្នុងអ្នកតាក់តែងនៅច្បាប់ល្បើកថ្មីហ្នឹងដែលជាកវីក្រមងុយហ្នឹងហើយបន្ថែមលើទៀតក៏បានបញ្ចូលទៅដល់បង្ហាញអំពីស្នាដៃក្នុងចំណោមស្នាដៃនេះណាចូលក្នុងនេះគឺចូលដល់ចំណូលបញ្ហាក្នុងចំណោមស្នាដៃទាំងអស់របស់លោកមានច្បាប់ល្បើកថ្មីមួយវគ្គពោលថាបើចង់ស្រាលខ្លួនគឺថាបើចង់ស្រាលខ្លួនរៀនសូត្រឲ្យមួនឲ្យមមឲ្យស្ទាត់កុំចេះស្ទាក់ស្ទើរល្ងីល្ងើឥតបត់បើចេះប្រកបប្រាក់រត់តាមហៅអញ្ចឹងក្នុងចំណូលបញ្ហានេះគឺជាការទាញនៅប្រធានបទចូលទាំងស្រុងដោយគ្រាន់តែភ្ជាប់នៅ clear ទាំងយ៉ាងមកណាភ្ជាប់នៅ clear ហើយយើងរៀនមើលដូចស្មេគាត់បានសរសេរបានយ៉ាងល្អតកតងទៅនឹងលំនាំចំណូលហ្នឹងឯងចូលមើលក្នុងចំណោទតើពំនូលដែលកវីក្រមងុយលើកឡើងនេះមានអត្ថន័យនិងខ្លឹមសារដូចនេះខ្លះបាទសំនួនបែបពន្យល់យ៉ាងច្បាស់កលែតអញ្ចឹងបងប្អូនក៏ត្រូវតែរៀននៅពីរបៀបរបបនៃការសួរចោតសួរបែបពន្យល់នឹងដែរណាកុំសួរប្រធានបែបពន្យល់ទៅសួរបែបពិភាក្សាឬក៏បែបប្រៀបធៀបផ្សេងយើងមើលនៅក្នុងតួសេចក្តីវិញម្ដងដើម្បីជាមូលដ្ឋានគ្រឹះដល់ការអធិប្បាយបកស្រាយប្រធានបទខាងលើនេះឲ្យបានពឹកស្ដារយើងគួរក៏បីស្វែងយល់ន័យរបស់ពាក្យកន្លឹះនៅក្នុងប្រធានជាមុនសិនបាទអញ្ចឹងចាប់ពីចំណុចហ្នឹងមកដល់ចំណុចនេះគឺជាឃ្លាភ្ជាប់សេចក្តីសម្រាប់ភ្ជាប់ពីផ្ដើមមកពន្យល់ពាក្យកន្លឹះគេពន្យល់នៅក្នុងនេះស្មេបានពន្យល់ពាក្យស្រាលខ្លួនពាក្យស្រាលខ្លួនក្នុងទីនេះសំដៅដល់ភាពស្រណុកសុខស្រួលទាំងផ្លូវកាយនិងផ្លូវចិត្តពាក្យរៀនសូត្ររៀនសូត្រមកមួនណាសូត្រជាស្រ័យបាទរៀនសូត្រឲ្យមួនណាមានថារៀនសូត្រឲ្យមួននៅក្នុងចំណុចហ្នឹងមានន័យថាបាទនៅក្នុងនេះសំដៅក៏លោកប្រើពាក្យសំដៅនៅក្នុងចំណុចនេះណាយ៉ាងគាត់ការប្រើប្រាស់ល្អមែនតើអញ្ចឹងបងប្អូនគួរយកជាគំរូតាមក្នុងការប្រើប្រាស់អញ្ចឹងមើលដំបូងនេះពាក្យដំបូងលោកប្រើពាក្យថាសំដៅគាត់ប្រើពាក្យសំដៅហើយនៅពេលពាក្យទី2លោកប្រើពាក្យថាមានន័យថាបាទ
សិក្សាយកចំណេះអ្វីមួយដោយការតស៊ូព្យាយាមអំណត់អត់ធន់និងជំនះគ្រប់ឧបសគ្គរីឯណាចេះស្ទាត់ចេះស្ទាក់ស្ទើរបាទចេះស្ទាក់ស្ទើរបានដល់ណានៅក្នុងនេះគេឲ្យថាសំដៅដល់នៅក្នុងនេះគាត់បើថាបានដល់វិញអញ្ចឹងការប្រើប្រាស់សំនួនកុំឲ្យជន់ឃ្លាគ្នាអញ្ចឹងគឺជាការល្អប្រកបដោយការដល់ចេះអ្វីមួយដោយមិនច្បាស់លាស់ស្រពេចស្រពិលឬមិនត្រូវជំនាញចំណែកឯចំណែកល្ងីល្ងើឥតបត់គឺបានដល់ណាគឺបានដល់ការរៀនសូត្រណារៀនសូត្រអ្វីមួយទាំងល្ងងឆោតនិងមិនត្រូវតាមក្បួនច្បាប់បាទចំណែកឯចេះប្រកបគឺចេះអ្វីមួយគឺជាចេះចំណេះអ្វីមួយដោយច្បាស់លាស់ពិតប្រាកដនឹងត្រូវជំនាញចំពោះពាក្យថាប្រាក់រត់តាមហៅវិញគឺចង់មានន័យថាអញ្ចឹងគឺឃើញគាត់ប្រើផ្សេងអត្ថន័យនៃការប្រើបង្ហាញផ្សេងគឺល្អមែនតើណាយើងបងប្អូនអាចយកគំរូតាមបានព្រោះល្អមែនតើគឺមានន័យថាទ្រព្យសម្បត្តិមាសពេជ្រលុយកាក់ដែលជាផលតបស្នងបានមកពីការខិតខំធ្វើការងារអ្វីមួយដែលចេះពិតប្រាកដអញ្ចឹងចាប់ពីចំណុចហ្នឹងពីចំណុចហ្នឹងមករហូតដល់ចំណុចហ្នឹងគឺជាការបញ្យល់ពាក្យគន្លឹះបាទគឺជាការបញ្យល់ពាក្យគន្លឹះបន្ទាប់ពីយើងបញ្យល់ពាក្យគន្លឹះហើយយើងចូលបូកបញ្យល់នៃប្រធានវិញណាដូចនេះពំនូលខាងលើមានន័យចង់និយាយថាបើចង់ទទួលបាននៅភាពសនុកសុខស្រួលទាំងផ្លូវកាយទាំងផ្លូវចិត្តមនុស្សចាំបាច់ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រយកចំណេះវិជ្ជាណាដោយឈលលើស្មារតីតស៊ូព្យាយាមអំណត់អត់ធន់និងចំណេះគ្រប់ឧបសគ្គណាជំនះគ្រប់ឧបសគ្គជាស្រ័យជំនះគ្រប់ឧបសគ្គឲ្យចេះច្បាស់លាស់ពិតប្រាកដត្រូវជំនាញកុំស្ទាក់ស្ទើរស្រពេចស្រពិលយកការចេះនេះនាំឲ្យដោយការចេះនេះជាស្រ័យដោយការចេះនេះនាំឲ្យយើងអាចរកទ្រព្យសម្បត្តិលុយកាក់មាសពេជ្របានដោយស្រួលអញ្ចឹងជាធម្មតាកាលណាបើយើងចេះប្រកបវាងាយនឹងទទួលរកការងារបានស្រួលហើយអញ្ចឹងហើយបើយើងត្រូវរៀនជំនាញឲ្យត្រូវតាមអ្វីដែលយើងពេញចិត្តកុំរៀនជំនាញណាដែលយើងមិនពេញចិត្តបាទចូលដល់ក្នុងចំណុចហ្នឹងក្នុងកថាខណ្ឌទី1នេះគឺយើងនិយាយអំពី3ចំណុចគឺមានឃ្លាភ្ជាប់សេចក្តីបញ្យល់ពាក្យគន្លឹះនិងបញ្យល់នៃប្រធានបាទចូលដល់ការបកស្រាយបាទអញ្ចឹងនៅក្នុងហ្នឹងគឺមានការចាត់ដើមបន្ទាត់នៅក្នុងលំនាំបញ្ហាចំណូលហើយនិងចំណោទអធិស្ឋានលំនាំបញ្ហាចំណោទហើយនិងឃ្លាភ្ជាប់សេចក្តីហើយហើយនៅក្នុងចំណុចមួយទៀតគឺនៅក្នុងបកស្រាយប្រធានបាទអញ្ចឹងយើងគេប្រើការជាការពិតណាបាទជាទូទៅគឺសម្បូរគេប្រើឃ្លាហ្នឹងណាចំណេះវិជ្ជាដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយមនុស្សឲ្យចាក់ផុតពីភាពអវិជ្ជាហើយធ្វើឲ្យការរស់នៅរបស់មនុស្សកាន់តែធូរធារនិងមានភាពត្រចះត្រចង់ហ្នឹងយើងពោលបញ្ជាក់បរិយាយបញ្ជាក់ទៅនឹងអត្ថប្រយោជន៍នៃចំណេះវិជ្ជាដោយមើលឃើញពីគុណតម្លៃនៃចំណេះវិជ្ជាបែបនេះហើយទើបកវីក្រមងុយបានដាស់សតិស្មារតីខ្មែរគ្រប់រូបគ្រប់សម័យកាលឲ្យខិតខំសិក្សាស្វែងរកចំណេះមកដាក់ក្នុងខ្លួនឲ្យបានខ្ពង់ខ្ពស់នោះបាទហ្នឹងយើងទាញទៅលើអ្វីដែលប្រធានដែលបានបង្ហាញថាទៅនឹងគំនិតអប់រំរបស់កវីក្រមងុយហ្នឹងឯងយ៉ាងណាមិញបាទយ៉ាងនេះជាឃ្លាដែលបងប្អូនត្រូវប្រើរៀនប្រើវាពីល្បះមួយទៅល្បះមួយដើម្បីភ្ជាប់សេចក្តីវាកំណាព្យមួយវគ្គបើចង់ស្រាលខ្លួនរៀនសូត្រឲ្យមួនឲ្យមមឲ្យស្ទាត់កុំចេះស្ទាក់ស្ទើរងើងើឥតបត់បើចេះប្រកបប្រាក់រត់តាមហៅយើងអាចបែងចែកជាពីរផ្នែកអញ្ចឹងយើងបែងចែកសិនណាបែងចែកដើម្បីបកស្រាយអញ្ចឹងពេលណាយើងបែងចែកហើយយើងបកស្រាយពីមួយទៅរួចបូកនឹងឧទាហរណ៍មកផ្នែកទី1បើចង់ស្រាលខ្លួនរៀនសូត្រឲ្យមួនឲ្យមមឲ្យស្ទាត់មានន័យថាបើសិនជាចង់ស្រណុកសុខស្រួលទៅថ្ងៃមុខត្រូវតែខិតខំប្រឹងប្រែងសង្វាតរៀនសូត្រឲ្យចេះដឹងណាច្បាស់លាស់និងស្ទាត់ជំនាញព្រោះកាលណាយើងចេះអ្វីមួយពិតប្រាកដនិងស្ទាត់ជំនាញហើយនោះវានាំឲ្យយើងទៅរកសេចក្តីសុខសុភមង្គលទាំងផ្លូវកាយនិងផ្លូវចិត្តបាទអញ្ចឹងចំពោះការសិក្សានេះយើងថាមិនមែនជាការងាយស្រួលទេដែលយើងអាចទទួលបានចំណេះដឹងរហូតដល់នៅក្នុងគាថារបស់សង្ស្ក្រឹតថាបើចង់សំណុកកុំបាច់សិក្សាណាចង់បានវិជ្ជាទៅលើក្តីសុខវិជ្ជាមិនមានដល់អ្នកសំណុកមិនមានក្តីសុខដល់អ្នកសិក្សាអញ្ចឹងបើយើងចង់ចេះចង់ដឹងចង់បានចំណេះដឹងមកដាក់ខ្លួនគឺយើងត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រចំណាយពេលវេលាដែលយើងធម្មតាក្មេងៗគាត់ចង់សុបាយអញ្ចឹងតើយើងចំណាយពេលវេលាសុបាយហ្នឹងមកស្វែងយល់សិក្សារៀនសូត្រឲ្យបានជំនាញចំណេះពិតប្រាកដទើបយើងទៅថ្ងៃមុខយើងបានសុខខ្លួនសុខស្រួលក្នុងទាំងផ្លូវកាយទាំងផ្លូវចិត្តបានបាទផ្ន
ក្នុងនោះបុគ្គលម្នាក់ៗត្រូវសិក្សាលើផ្នែកអក្សរសាស្ត្រជាតិភាសាអន្តរជាតិវិទ្យាសាស្ត្របច្ចេកទេសបំណិនជំនាញឲ្យបានស្ទាត់ជំនាញសមស្របតាមសម័យកាលនៃសកលភាវូបនីយកម្មបាទអញ្ចឹងយើងម្នាក់ៗយើងត្រូវតែជ្រើសរើសយកនៅឯកទេសនិងជំនាញប៉ុន្តែយ៉ាងណាក៏ដោយក៏បងប្អូនមិនត្រូវបំភ្លេចនៅភាសាទេណាភាសាទី1គឺភាសាជាតិយើងត្រូវយើងរៀនឲ្យចេះឃើញបងប្អូនសពថ្ងៃគឺចូលចិត្តប្រើភាសាឡាតាំងណាយើងគួរតែបោះបង់ចោលនៅការប្រើភាសាឡាតាំងយើងគួរប្រើភាសាខ្មែរយើងព្រោះតើសរសេរឡាតាំងសំនៀងខ្មែរដែរយើងប្រើសំនៀងសរសេរជាខ្មែរយើងតែម្ដងទៅណាមួយវិញទៀតតកតងទៅនឹងភាសាអន្តរជាតិណាយើងក៏ត្រូវតែខិតខំរៀនសូត្រដែរពីព្រោះយើងជាយានមួយសម្រាប់ជំរុញឲ្យយើងបានទទួលនៅការងារល្អនិងមានចាប់យកឱកាសបានលឿនជាងគេតកតងជំនាញបច្ចេកទេសនិងបំណិនជំនាញផ្សេងៗគឺយើងស្រឡាញ់ជំនាញណាយើងរៀនជំនាញទៅមិនតែប៉ុណ្ណោះក៏ត្រូវណានេះយើងឃើញឃ្លាមិនតែប៉ុណ្ណោះហ្នឹងក៏យើងត្រូវតែរៀនប្រើដែរណាពីរបស់មួយទៅរបស់មួយក៏ត្រូវសិក្សាការទូតសិល្បៈតន្ត្រីផងដែរបាទក្រៅពីនេះមិនតែប៉ុណ្ណោះក៏ត្រូវសិក្សាការទូតនៅនឹងរួចហើយក្រៅពីនេះយើងយកពាក្យក្រៅពីនេះមកទៀតអញ្ចឹងឃ្លាទាំងអស់ហ្នឹងក៏យើងត្រូវតែរៀនប្រើដែរមនុស្សក៏ត្រូវឈោងយកចំណេះជំនាញអាជីពផ្សេងបាទឈោងយកចំណេះជំនាញនិងអាជីពផ្សេងឲ្យបានជាក់លាក់ទៀតដូចជាច្បាប់បាទអញ្ចឹងអ្នកណារៀនចង់រៀនច្បាប់គឺរៀនទៅវិទ្យាសាស្ត្រផ្នែកពេទ្យវិស្វករបាទផ្នែកខាងសំណង់គ្រូបង្រៀនជាដើមអញ្ចឹងទាំងអស់ហ្នឹងគឺជាឯកទេសនេះអញ្ចឹងបងប្អូនស្រឡាញ់ឯកទេសណាចាប់យកឯកទេសហ្នឹងហើយមានឯកទេសផ្សេងពីនេះទៀតណាមាន IT មានអីផ្សេងជាដើមហ្នឹងឲ្យតែយើងស្រឡាញ់ណាជ្រើសរើសយកជំនាញណាដែលយើងពេញចិត្តប៉ុន្តែសូមកុំភ្លេចភាសាណាទាំងភាសាជាតិនិងភាសាអន្តរជាតិដែលមានភាសាអន្តរជាតិមានភាសាអង់គ្លេសជាគោលជាដើមហ្នឹងហើយមានភាសាចិនសពថ្ងៃហ្នឹងដែរយើងរៀនទៅរៀនចេះច្រើនមិនខុសបំណងទេការសិក្សាជំនាញចំណេះទាំងនេះដើម្បីបានផលល្អមនុស្សត្រូវចេះប្រមាលមើលពីទេពកោសល្យរបស់ខ្លួនឲ្យបានច្បាស់លាស់ព្រមទាំងឈលលើការខិតខំប្រឹងប្រែងតស៊ូព្យាយាមស្រវាស្រទិញណាអំណត់អត់ធន់ជំនះគ្រប់ឧបសគ្គទាំងឡាយការមានចំណេះដឹងពិតប្រាកដនាំឲ្យមនុស្សមានសមត្ថភាពហ្នឹងគឺយើងបានបកស្រាយនៅក្នុងផ្នែកទី1នៅក្នុងហ្នឹងបើសិនជាអាចថាមួយទៀតបើយើងបកស្រាយហើយយើងអាចបញ្ចូលនៅឧទាហរណ៍តែម្ដងក៏បានប៉ុន្តែបើយើងមិនបាច់យើងបកស្រាយទាំងអស់ហើយចាំយើងបញ្ចូលឧទាហរណ៍ចុងក្រោយក៏បានដែរឥឡូវយើងចូលក្នុងការបកស្រាយក្នុងចំណែកទី2កុំចេះស្ទាក់ស្ទើរល្ងីល្ងើឥតបត់បើចេះប្រកាសប្រាក់រត់តាមហៅណាវិញគឺកវីចង់ណែនាំយើងជាអ្នកសិក្សាត្រូវប្រយ័ត្នណាហើយចំពោះការសិក្សាពលគឺត្រូវជៀសវាងឲ្យឆ្ងាយពីការសិក្សាអ្វីមួយដោយចេះមិនច្បាស់មិនប្រកាសសប្តាហ៍ថ្ងៃលោកគ្រូតែអ្នកសង្កេតឃើញបងប្អូននៅសប្បាយច្រើនពេលលោកគ្រូបរៀនអីជាដើមអញ្ចឹងអត់សូវចិត្តយកចិត្តទេណាពេលរំលឹកម្ដងនឹងមានបើអ្នកខ្លះរៀនទៅក៏ឆ្លើយបានទៅអ្នកខ្លះមិនរៀនទេអេអុកហ្នឹងបាទយើងត្រូវចេះបែងចែកពេលវេលាណាទោះជាទៅមុខទៀតយើងមិនចាប់យកអ្វីមួយដែលជាឯកទេសរបស់យើងទៅភាសាខ្មែរដោយលោកគ្រូហៅភាសាបងប្អូនភាគច្រើនទៅមុខទៀតគាត់មិនចាប់យកភាសាខ្មែរទេតែយ៉ាងហោចណាស់នៅក្នុងកម្រិតទូទៅនេះបងប្អូនជិះបំផុតទេពីការប្រឡងយកភាសាខ្មែរនឹងត្រូវយកប្រឡងដែរហើយមួយទៀតក៏បងប្អូនទៅចេះដើម្បីយកជាចំណេះក្នុងការបង្រៀនកូននៅពេលបងប្អូនបានធំទៅមានគ្រូមានសកលមានកូនចៅបងប្អូនអាចយកចំណេះដឹងដែលបងប្អូនបានសិក្សានៅក្នុងថ្នាក់កម្រិតចំណេះដឹងទូទៅហ្នឹងយកទៅបង្រៀនកូនបានដែរពីព្រោះទៅមុខទៀតបងប្អូនអាចចាប់បែបជំនាញផ្សេងដូចជាពេទ្យដូចជាវិស្វករដូចជាខាង IT ដូចជាខាងកណន័យខាងគ្រប់គ្រងអីមិនប្រកាសមិនបងប្អូនមិនកម្រនឹងយកខាងអក្សរសាស្ត្រខ្មែរណាអញ្ចឹងបងប្អូនត្រូវខំព្យាយាមបន្តិចណារៀនពីកម្រិតចំណេះដឹងទូទៅដើម្បីបានចេះគ្រាន់បើការសិក្សាចេះស្ទាក់ស្ទើរនាំឲ្យការសិក្សានេះគ្មានប្រសិទ្ធភាពមិនអាចប្រើការកើតបុគ្គលដែលសិក្សាស្ទើរភ្លើងនឹងខ្លាយទៅជាធនធានមនុស្សคล้ายប៉ះពាល់ដល់គុណភាពអប់រំនិងការប្រវត្តិសង្គមអញ្ចឹងពេលខ្លះយើងអ្នកខ្លះថាសិស្សលំអថ្នាក់សិស្សទៅលំអគេអញ្ចឹងពេលខ្លះយើងកុំធ្វើជាមនុស្សជំពូកសិស្សលំអគេហ្នឹងមានថាយើងទៅតែលំអមិត្តភ័ក្តិគេខំប្រឹងរៀនយើងគេលេងសើចយើងចូលចិត្តលេងសើចជាងគេហើយមិត្តភ័ក្តិគេលេងសើចមែនតែគេខំប្រឹងរៀនអញ្ចឹងដល់ពេលចុងបញ្ចប់ការសិក្សាគេមានចំណេះមានជំនាញពិតប្រាកដណាមួយយើងទៅនេះក៏ខុយទៅនោះក៏ខុយណាសាយក៏រួចទៅរកក៏រួចចុងបញ្ចប់
បាទដើរតក់ខ្យល់អាហ្នឹងជាបញ្ហាដែលយើងមិនចេះមានចំណេះមិនពិតប្រាកដអ្វីមួយផ្ទុយទៅវិញបាទហ្នឹង clear នេះក៏យើងក៏ត្រូវតែខិតខំរៀនយកប្រើដែរយ៉ាងពាក្យផ្ទុយទៅវិញហ្នឹងគឺ clear ផ្ទុយទៅវិញយើងអាចប្រើនៅពេលដែលយើងមានគំនិតផ្ទុយពីចំណុចណាមួយណាបើគេមានចំណេះជំនាញច្បាស់លាស់ប្រកបប្រជានោះផលតបស្នងជាទីគាប់ចិត្តនឹងរត់មករកគេការមានចំណេះពិតប្រាកដនឹងនាំឲ្យគេមានអាជីពមួយពិតប្រាកដនាថ្ងៃអនាគតបាទបុគ្គលដែលចេះដឹងប្រាកដគឺជាធនធានមនុស្សពិតជាសេចក្តីត្រូវការសម្រាប់មនុស្សជាតិបាទមិនមែនតែត្រូវការតែប្រទេសយើងទេអ្នកប្រទេសដទៃក៏គេត្រូវការដែរអញ្ចឹងដោយសពថ្ងៃគឺយើងមានសមាហរណកម្មអាស៊ានយើងមានចំណេះមានជំនាញប្រកបយើងអាចមិនត្រឹមតែធ្វើការនៅស្រុកយើងទេយើងអាចទៅធ្វើការនៅស្រុកគេបានឲ្យតែយើងមានចំណេះជំនាញផ្នែកភាសាផ្នែកអីបានច្បាស់លាស់លទ្ធផលដែលគេទទួលបានពីការចេះពិតប្រាកដគឺគេអាចឈោងចាប់ការងារផ្សេងបានហើយនាំឲ្យគេទទួលបានទ្រព្យសម្បត្តិលុយកាក់សម្ភារៈប្រើប្រាស់ផ្សេងទៅតាមតម្រូវការលើសពីនេះទៅទៀតបាទអញ្ចឹងឃើញ clear លើសពីនេះទៀតអញ្ចឹងចំណុចហ្នឹងកាលពីនិគុណរៀនជាមួយក្នុងគណៈខ្ញុំតែងតែប្រាប់ពីរបៀបប្រើ clear ទាំងអស់ហ្នឹងណាអញ្ចឹងបងប្អូនក៏រៀនពីរបៀបប្រើប្រាស់ហ្នឹងដើម្បីឲ្យយើងច្បាស់នៅក្នុងសំណេររបស់យើងមានភាពរលូនល្អតាមរយៈចំណេះនេះបុគ្គលនោះនឹងមានកិត្តិយសតួនាទីបនស័ក្តិរស់នៅសមរម្យសំណុកសុខស្រួលជីវភាពប្រសើរថ្លៃថ្លាជាពិសេសគេមានការទទួលខុសត្រូវចេះបែងចែកអ្វីដែលល្អអាក្រក់បាទគេរស់នៅប្រកបដោយគុណធម៌សិលធម៌ដំគតិមនសិការនិងគតិបណ្ឌិតបាទសំខាន់ណាស់ទៅតាមទៅនឹងសិលធម៌ជាជីវៈនៃការរស់នៅមានក្រមសិលធម៌មានគុណធម៌ហ្នឹងបាទជាក់ស្ដែងនេះប្រកាសជាបង្ហាញពីឧទាហរណ៍ហើយណាអញ្ចឹងនៅក្នុងនេះប្រហែលជាលើកឧទាហរណ៍ក្នុងសង្គមមុនក្នុងសង្គមអ្នកដែលមានចំណេះដឹងពិតប្រាកដជ្រៅជ្រះពងពោះរមែងរស់នៅមានភាពថ្កុំថ្កើងសុខសាន្តជាងអ្នកដែលឥតមានចំណេះឬអ្នកចេះស្ទាក់ស្ទើរបាទហ្នឹងគឺជាឧទាហរណ៍នៅក្នុងសង្គមជាក់ស្ដែងចំណែកនៅក្នុងអក្សរសិល្ប៍វិញបាទអញ្ចឹងយើងមើលក្នុងចំណែកក្នុងស្នាដៃអក្សរសិល្ប៍ណាខ្មែររឿងព្រះអាទិត្យថ្មីរលើផែនដីចាស់របស់អ្នកនិពន្ធសួនសុរិនក៏បានបង្ហាញពីតម្លៃនៃការមានចំណេះដឹងពិតប្រាកដដែរក្នុងដំណើររឿងបានគូបញ្ជាក់ថាតួអង្គលោករដ្ឋមន្ត្រីវ័យក្មេងជាធនធានមនុស្សដ៏ល្អនៅក្នុងសង្គមដែលកើតចេញពីការសិក្សាឯបរទេសបាទលោកទទួលបានសញ្ញាបត្រហើយបានទទួលការងារជាមន្ត្រីរស់នៅក្នុងជីវភាពសមរម្យចំណេះដឹងពិតប្រាកដនេះបានបង្រៀនឲ្យលោកក្លាយជាមនុស្សមានទំនួលខុសត្រូវមានចិត្តមេត្តាធម៌ចំពោះអ្នកដទៃជាក់ស្ដែងជាការលើកឧទាហរណ៍ទៀតណាប្រើជាក់ស្ដែងអញ្ចឹងយើងជាក់ស្ដែងដូចជាមានច្រើនយើងអាចប្រើផ្សេងពីនេះអាចជាទឹកតាងជាតលហើយកអីទៀតណានៅពេលសំត្រូវរថយន្តរបស់លោកបុកលោកមានការទទួលខុសត្រូវចំពោះសំហើយចុងក្រោយក៏ផ្ដល់ការងារដល់សំរហូតសំមានទីពឹងចាក់ផុតពីអនាថភាពចំណែកឯអក្សរសិល្ប៍ព្រាហ្មណ៍និយមរឿងរាមកេរ្តិ៍ក៏បានបង្ហាញដែរថាព្រះរាមបានសិក្សារៀនសិលសាស្ត្រជាមួយឥសីពិស្វាមិត្ររហូតមានចំណេះមានសមត្ថភាពខ្លាំងពូកែតាមរយៈការសាចេះដឹងពិតប្រាកដនេះបានធ្វើឲ្យព្រះរាមមានសមត្ថភាពអាចលើកធ្នូរួចទទួលបាននាងសីតាជាមហេសីពិសេសបានធ្វើឲ្យកិត្តិយសព្រះរាមល្បីល្បាញដល់ទេវៈទាំងត្រៃភពឯរឿងកុលាបបៃលិនរបស់លោកញោកថែមបានលាតត្រដាងបង្ហាញថាចៅចិត្តបានប្រែក្លាយជីវិតពីកម្មករត្បូងឲ្យរៀនសូត្រពីលោកលួងរតនសម្បត្តិរួមផ្សំនឹងភាពស្មោះត្រង់វៃឆ្លាតចង់ចេះចង់ដឹងទីបំផុតចៅចិត្តបានក្លាយជាបុគ្គលមានសមត្ថភាពពិតប្រាកដជាទីពេញចិត្តរបស់លួងរតនសម្បត្តិរហូតលោកទទួលយកធ្វើជាកូនប្រចៅចិត្តក៏រស់នៅក្នុងជីវភាពមានរស្មីត្រចះត្រចង់បាទអញ្ចឹងនៅក្នុងហ្នឹងយើងឃើញហើយទូយើងគេលើករឿង3រឿងតែមានរឿងកុលាបបៃលិនរឿងរាមកេរ្តិ៍ហើយនឹងរឿងព្រះអាទិត្យថ្មីរលើផែនដីចាស់អញ្ចឹងសំណេរជាទូទៅយើងលើកយ៉ាងតិចបំផុត3រឿងឬក៏បើសំណេរបែបនៅក្នុងប្រឡងថ្នាក់ជាតិយើងអាចលើកចាប់ពី5រឿងឡើងទើបល្អបាទអាហ្នឹងខាងប្រឡងផ្នែកវិទ្យាសាស្ត្រខាងសង្គមវិទ្យាសាស្ត្រ3រឿង4រឿងកុំអីដែរយើងរៀនអានអត្ថបទរឿងឲ្យបានច្រើនដើម្បីលើកក្នុងឧទាហរណ៍សរុបសេចក្តីមក
ឃើញថាកំណាព្យមួយវគ្គដែលដកស្រង់ចេញពីច្បាប់របបថ្មីរបស់កវីក្រមងុយគឺកវីបានមានបំណងដាស់តឿនមនុស្សនៅក្នុងសង្គមគ្រប់សម័យកាលឲ្យស្គាល់ពីតម្លៃនៃចំណេះវិជ្ជាពិតប្រកបដែលកើតចេញពីការរៀនសូត្រហើយជាទ្រព្យដ៏អស្ចារ្យវិសេសវិសាលដែលអាចជំរុញមនុស្សទៅរកសេចក្តីសុខសុភមង្គលនិងអភិវឌ្ឍនាពេលអនាគតគឺចំណេះជាអាហារប្រាជ្ញាជាអាវុធបាទនេះគឺជាការលើកមកបន្ថែមទៀតណាចឹងមើលនៅក្នុងបញ្ចប់សេចក្តីឆ្លងតាមការអធិប្បាយបកស្រាយខាងលើយើងអាចវិតម្លៃបំណុលមួយវគ្គនេះបានថាពិតជាមានច្បាប់អប់រំពិតជាច្បាប់អប់រំមួយដែលបង្កប់ទៅដោយអត្ថន័យដ៏ប្រពៃសម្រាប់ទូលមានព្រានប្រដៅមនុស្សគ្រប់ចំនួនឲ្យខិតខំសិក្សារៀនសូត្រនិងឲ្យស្គាល់ពីតម្លៃពិតនៃចំណេះដឹងដែលជាស្ពានចម្លងមនុស្សទៅត្រើយសុភមង្គលប្រកបដោយរស្មីត្រចះត្រចង់នេះជាការវិតម្លៃឃើញថាគំនិតនៃប្រធានគឺពិតជាបានអប់រំបានល្អចូលដល់ចំណុចចុងក្រោយគឺមតិតខ្លួនដូច្នេះក្នុងនាមជាកុលបុត្រកុលធីតាខ្មែរត្រូវចូលរួមថែរក្សាកេរស្នាដៃរបស់ពលរដ្ឋខ្មែរយើងហើយបានគង់វង្សពិសេសស្នាដៃកំណាព្យឧបទេសទាំងឡាយទុកសម្រាប់ជាគតិអប់រំកូនចៅឲ្យបានคล้ายជាកូនល្អសិស្សល្អនិងពលរដ្ឋពេញលេញបាទសូមអរគុណសូមជម្រាបលា